ការកំបោពីខាង CU 0តែយើងអាចនឹងបានឃើញអត់ព្រោះដោយសារនៅក្នុងហ្គេមទី1មិញគឺអត់ទាន់បានឃើញជាមួយនឹងការកំបោ skill ចេញពី CU របស់ Ryzen ទេបាទម្ដងក៏អត់បានឃើញដែរបាទអញ្ចឹងជាមួយនៅក្នុងហ្គេមទី2នេះព្រោះដោយសារលើកនេះគេមានជាមួយនឹង High Loss គេមានជាមួយនឹង Kato មានជាមួយនឹង Sena សុទ្ធតែជាប្រភេទ hero ដែល stand មុនឲ្យ CU នៅក្នុងការងារស្រួលក្នុងការកំបោជាមួយនឹង stand idea ដែលមិនបានច្រើនបាទហមទីបង1 2 3បាទមក play នេះជាមួយនឹងទូរស័ព្ទ Infinix Note 50 Pro 5G ទៀតបាទពួកថា6វិនាទីបងមិញកលៀជួយវាយចិត្តដាច់បាត់ហើយចឹងកំដេចជាមួយនឹងទូរស័ព្ទដែលមានជាមួយនឹង FPS រហូតដល់ទៅ140 Hz លេង mobile ចឹងបានពេញ120តែម្ដងលឿនជាងយកចោះលឿនជាងមិនផងបាសាបោះស្តានចំស៊ីខេតកន្លែងនេះអាចចំណាយទឹកកើតដែរអត់ទេជាមួយនឹងការបើកចាប់បាត់ដូចជា low បាត់ហើយជាមួយស៊ីខេតមិនជាបញ្ហាបើយើងកន្លែងមើល emblem ពួកជា set together ជាមួយនឹងការ dancer ក៏ដូចជាប៉ៃអរ៉ែនបើហើយជាមួយនឹងផលបើហើយយ៉ាងពូសាយកលឿនជាង8 second បាទព្រោះមិញ Granger ជួយខៀវតមកកលៀឃើញក្នុង map ហ្នឹងគឺកំពុងសាប់ទៅលើអាក្រហមហើយបាទអញ្ចឹងដើរមកម៉ែតែ6វិនាទីដាច់តែខាងនោះគេឡើងយូរជាងអានោះមានតែលេណាមួយបាទតែឥឡូវការ read flow farm នេះមើលលបឿន farm ខាងនោះសាប់បៃតងពីបើសិនជាផេះពេលហ្នឹងគឺគេលួចប៉ុន្តែដោយសារតែ straight farm roamer នេះគ្នាយើងវិភាគអត់បានអញ្ចឹងក៏វិភាគ flow farm គេអត់បានអញ្ចឹងលួចក៏អត់បានលួចដែរប៉ុន្តែគាត់ថាបើលបឿនស៊ីគេ level 4យូរគេឈរចោលស្បៃចាប់កោល lane ណាមួយណាបាទជួយរត្រីក្រហម F level ក្រៃបាទបាទចឹងហ្គេមនេះហាក់ដូចជាស្ងប់ស្ងាត់ទៀតហើយ iFrog ដូចជាមិនសូវប៉ះគ្នាប្រហែលទេតែបើយើងមើលការ rotation ណា Shadow តែងតែលឿនជាង Brand TC Shadow តែងតែលឿនជាងបើយើងចំណាំតាំងពីហ្គេមទី1មកដល់ហើយបាទបច្ចុប្បន្នភ្លាម mid lane អាចមានការបន្ទុះស្រ័យគ្នាដែរជាមួយកញ្ញាណាជាមួយនឹងការចាប់បោកលើ Asina តែបុក Wise ការ Dancer ធម្មតា C-Cat ដូចជា Low C-Cat អាចនឹងបាត់បង់ First Blood ចូលខ្លួនលើ Ryzen អត់មានអីវាយពីអ្នកមុខនេះទេព្រោះដោយសារគេ purify ដល់ទៅ2ឲ្យសំដៅ special ដល់ទៅ2តែគេមិនតន់ special ស្បីតែ1បាទតាមមួយយ៉ាងដែរជាមួយនឹង Haya យ៉ាថតទី1គាត់អាចប្រឡែងបានបាទរៀបជាមួយនឹង Ryzen ចូលមកកឡុកចង់លួចជាមួយនឹង Jungle ភ្លាម Shadow ក៏នៅចិត្តដូចគ្នាប៉ុណ្ណាការ Dancer ក៏ផ្ដល់មើលជាមួយនឹងការ Start ទៀតដែរមួយយ៉ាងណាទៅតើទេជាមួយនឹង Asira 3-2-1តែគេអាចនឹង retreat នេះខ្លួនណាបងលឹបតបាត់បាយបាត់ហាទេលួចបានជាមួយនឹងការ retreat បោះស្មៅមួយប្រូចបាយ license ហ៊ានលាសិនឲ្យពីលិតលួចបើខំគេអត់បានបើខំខ្លួនឯង defend អត់ទាន់នេះខ្លួនឯងអត់ចូលកើតទេព្រោះការ Dancer បិទបាទសំខាន់ strategy ប្រកួតទោះបីជាគេឆ្លងទៅចូលទាន់យើងត្រូវបិទបើយើងឲ្យទាន់ដែរតែបិទបើយើងទាន់ឥឡូវបាយជាគេលីបើខំបានបាទបាទធ្ងន់ម្ដងជាមួយនឹង Orange 1បាទអញ្ចឹងបើយើងក៏លេខទៅមើល level ដូចជា level 6ដូចគ្នាទេបាទអត់អីដែរការ Dancer អាយ៉ាលេងថាដូចជា lucky ខាងមែនតើមិញអញថាជាការ lucky យកបងហេងនៅតំងរ៉ារបស់ខ្មោចមកចំសัตว์ចិត្តល្អកើត Oh my god អើយយយបាទគេលួចខំវិញតែមានអ្នកមើលនេះខ្ញុំអត់ទេសាដូចាំមកមើលមកតាន់ឬមិនតាន់កន្លែងនេះគេមានត្រីអូដឹងគេលួចរ៉ាលេងជាមួយនឹងការលួចបានបាត់ហើយមួយតូស្មាតាមដល់តែជាមួយនឹងការដាក់ចៃគប់ខ្មោចពីអាសេរ៉ាចំឬចំអត់ទេជាមួយនឹងសាដូស៊ីកែមួយការ Dancer ក៏បន្តជាមួយនឹងការបើក map អត់បញ្ហា flow នៃការ farm ល្អដូចគ្នាសម្រាប់ចាំងកន្លងទាំងពីរបាទ Rit flow farm គ្នាទៅវិញមកល្អដូចគ្នាព្រោះមិញដោយសារតែគាត់ស៊ីបើខៀវក៏ចង់ទៅស៊ីជាមួយនឹងសัตว์ចល្អសិនប៉ះជាមួយនឹង team fight ហ្នឹងគេវិភាគយកបើខំគាត់បាត់ហើយមិញមិនសិនដាច់ទៀតរត់តាធ្ងន់ម្ដងអត់តខាតបាទតខាតសុំកលៀននេះគឺមិនខ្ចីពាក់ជាមួយនឹងរ៉ូមឡើងឈាមណាពួកកលៀនគេយករ៉ូមឡើងឈាមដើម្បីសាប់ឡើងឈាមនេះយើងបានច្រើនមួយអត់តែហ្គេមមុនថាយើងកាត់ជើងបានព្រោះដោយសារតែមានឈូដែរតែហ្គេមនេះអត់មាន hero ដែល lock select target ទេឥឡូវថាទទួលស្គាល់មាន brand ទីចាក់ stand មួយតែខ្ញុំគិតថាដើម្បីចឹងឯងប្រហែលជាដើម្បីគិត check game ចេញអីដើម្បី rotate មើលមិន speed ប៉ុណ្ណានៅលីហ្គេម flow របស់ CU 0គឺដូចជាល្អជាងបាទបងតាតែអេមជាងហើយបាទសូម្បីតែការ zone map ការបើកចង់យក map អត់ដូចនៅក្នុងហ្គេមទី1ទេព្រោះដោយសារនៅក្នុងហ្គេមនេះមានជាមួយនឹង Selena របស់ Rare គឺអនុវត្តអត់នេះយ៉ាងមិនចាំចេះមកតឬតជាមួយការ Dancer ដូចជាយើងតាមតែក្រៅទេពី Brand TC ការកោរំលា Ray នៅតែបានលើ Ryzen គុកខ្មៅមួយអត់ចាំណាគេទេតាទី5ពួតតង5យកតាមនោះជាមួយនឹងការដេញវាយពីគេម្ដងបាញ់មកបងអត់មានឈឺទេភ្លាមជាមួយនឹងការដកថយបានហើយសម្រាប់ Galaxy Legend បាទអាយយបាទដូចស្ងាត់ស្ងាត់បាទស្ងាត់ស្ងាត់ម៉ែហ្គេមនេះ Vicky នៅតែអត់យកជួយ revive ទៀតណាបាទច្បាស់ទៅលេងមើល spam flick ណាតែណាមួយ hero ដែល lock ហ្នឹងតែ hero មិន lock លឿនផាំងដល់ឈូដែរតែបើហ្គេមឈូហ្នឹងបន្ថយមែនតែបើហ្គេមនេះអាចអត់សូវបន្ថយព្រោះកតូនតែសារណាដែរបាទ
เกมไม่ได้โซลเมียนะ បាទ បាទ ទីច្បាស់ដែរបាទសេលេណាសប្រៃបានធ្ងន់ហើយបាទអញ្ចឹងមិនភ្លេចទេអ្នកនរអគ្នាជាមួយនឹងកញ្ចប់មើលពីរបស់សេខាន់អ្នកនរអគ្នាជាប់គឺចំណាយត្រឹមតែ$1កន្លះសម្រាប់មួយសប្តាហ៍លេង Mobile Legends មួយឆ្អែតដៃក៏ដូចជាទទួលបាន56ពេជ្រផងដែរភ្ជាប់មួយខែក៏បាននេះគ្នា$6ទទួលបានជាមួយនឹងពេជ្រ235ពេជ្រនិងការលេង Mobile Legends ស្វែងបែករហូតដល់ទៅមួយឆ្អែតដៃអញ្ចឹងកុំភ្លេចជាមួយនឹងការភ្ជាប់ទាំងអស់គ្នា អាយ៉ាអ្វីដែលសំខាន់ដោយបាននិយាយជាមួយនឹងហ្គេមនេះ flow farm គឺ flow rotation របស់ Season ហាក់ដូចជាល្អខ្លាំងមែនទេ បាទ បាទល្អខ្លាំង មករ៉ាណយណាឆៃ map គ្រប់ទាំងអស់យកតែម្ដង បាទ និយាយទៅកណ្ដានសាចង់ទៅដល់ណាក៏ពិបាកដែរ អូពីលោតបានបើតែក៏អត់ត្រីដូចគ្នា បាទ បាទខនតិចតិចទេអើយអើយ ខាងលើអញមានការវាយចាប់បោកបោកវាយលើយកតាមនោះជាមួយនឹងពេអត់ដែរទៅជាអត់តាន់ទេ បាទចានេះគាត់ចាប់ផ្ដើមធ្វើឲ្យឃើញនៅតាម timeline ទី3របស់គាត់ចាប់ផ្ដើម pick off បានហើយ យ៉ាប់ ព្រោះមុននឹង early ហើយ youngster creature ក៏មិននៅទី5 បាទ បាទ ចឹងឥឡូវគាត់ចាប់ផ្ដើមប្រាប់ថាបើសិនជាចាប់ពីនាទីនេះទៅអ្នកដែលបើកមុខគាត់បោកបានហើយ បាទបោកបាន បាទហើយមិញពេក៏ដឹងខ្លួនដែរតែគឺអត់ចេះស្បែកឈាមខ្ញុំ អត់មានឱកាសសូម្បីតែចុច បាទ 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 អាយ៉ាសាដូអត់បញ្ហាទេនៅក្រាកទេជាមួយនឹងការដកថយអាយ៉ា Brandc ក្រាកទេដូចជាលឿនពេកឬ យ៉ាយ៉ាកន្លែង ហេ នេះ record ថ្មីអូ ឡតមួយនេះសំតោគឺថតទី3នឹងការមកនៅរយៈពេល5 second ទៀតទេទាំង Brandc អត់មានកទេណា បាទ បាទឥឡូវចាំមើលមើលតើ team 5នេះនឹងមានការlock បោកវាយបណ្ដាច់ទៀតអត់ព្រោះ damage ចាប់ផ្ដើមច្រើនណាស់នេះបាទ ពេលដែលគាត់អត់មានជាមួយនឹងultimate high low អញ្ចឹងគឺអ្នកដែលឈ្មោលចូលមកជាមួយនឹង creature ក៏អត់មានដែរបើសិនជាកតោគេស្រួលនៅក្នុងការកិច្ចដែរគេមានជាមួយនឹង flicker បាទអញ្ចឹងតែក៏គាត់នៅសល់ជាមួយនឹង spare ឈាមនឹង2នាក់ដែរកតោក៏នៅសល់ហើយជាមួយនឹង high low ក៏នៅសល់អញ្ចឹងនៅ early យើងបានដឹងហើយព្រោះដោយសារ spare ឈាម មិនហ៊ានរំលឹកទេឈ្នះចាំស្រែកគេ ចាតែអើយយ៉ាឆ្នះចាំស្រ័យទៀតមានការបោះពាក្យបោះសម្ដីទៀតបាទឥឡូវហ្គេមយើងក៏ត្រឡប់មកវិញដូចគ្នា Team Fight ក៏ start ជាមួយកយ៉ាងណាជាមួយនឹងសាដូអាយ៉ា load element មកពីពេចាប់ចោលនៅ backline តែណាមកជាមួយពេហាក់ដូចជា over season ទេជាមួយពេ ជីបហើយ ការរំលាយទៅដល់ជាមួយនឹងលេនមួយដូននឹងមួយទេបច្ចុប្បន្នបន្ទុំជា2ស្មើទេ បាទអញ្ចឹងយើងមើលទៅវិញមិញសម្រាប់ total ទី3បើយើងមើលទៅតាមនៅក្នុងscreen គឺបានឃើញបានចូលទៅខាង CU Soon បាទ3 total ពេញបបតែម្ដងមក objective អាយ៉ាជាមួយនឹង solo killer Ryzen យកតែដល់អាយ៉ាសំដៅជាមួយនឹង Soul កន្លែងនេះជាមួយនឹងការចាត់ជើង fight តែមើលទៅ Soul ដូចជាបាត់បង់ជីវិតមួយស្មើបារហើយ តែ Selena រ៉ា បាទ អូមកពីក្រោយព្រោះមិញមានការ solo kill ទៅលើ Vicky អញ្ចឹងនេះខ្ញុំបានប្រាប់នេះឃើញហើយ Soul គឺជា player ដែលលេង5រឹតហ្នឹងបាស់ឲ្យញញយកមកលក្ខណៈថាគឺគេអត់ខ្វល់ឲ្យតែ team fight នឹងគេវិភាគដឹងថាកន្លែងនេះគេ solo kill បានទៅលឿនយកមកបាទអញ្ចឹងត្រូវប្រយ័ត្នតិចជាមួយនឹង5រឹតរបស់ Soul ដូចបាននិយាយដល់តែបាទមិន Selena មកពីក្រោយទៀតណាពី Asira team fight នឹងបន្តអញ្ចឹង team fight ឡននេះទៅជា team fight ដែលយើងចង់មើលអូបងសោះតែមួយខេប៉ុនទេលិតលុយ បាទមិញតែសារដាច់ soul លេខដោយសារ Ryzen លេខទៅលើលេខមួយខេមិញតាមខ្ញុំចាប់អារម្មណ៍ Ryzen លេខលើ លេខមួយខេ Soul លេខទៅលើ Wiki 500 GOI 500 លុយអញ្ចឹង1500ហ្នឹងគឺតែ2អ្នកគាត់ទេ យ៉ា តែ2អ្នកគាត់ បាទតាមមុនហ្នឹងបងល្អដូចផ្កាខ្ញុំថាឡើង 3-4K ណា3ដល់ថតបងចាំអត់ម៉ែវាយបានវិគីសាត់ដល់ទៅវិញម្ដង បង បាទមិនទៅសាត់ដល់ទេមិនតាន់មាន 2K តែគាត់ណាដៅទៅលើយើងបានវាយទៅលើ hero ដែលមានជាមួយនឹងការហ្វាបានគួរ ព្រោះដោយ អា សារ យ៉ា Midland ខាងក្រោមវាយមួយស្មើជាមួយនឹង Soul ក៏ដូចជាលេខតែ Midland គេមានការចាប់លើសាដូបាត់ហើយសាដូអត់មានភ្លេចទេបាទអត់មើលតទៅរៀនតែដាច់ killing spree ចូលលើ Ryzen ដដែល បាទជិះបាញ់ក្រោម3មីនិតគឺហើយយ៉ាបានកោតទៅលើ Soul តែយើងមើលមែនរហូតណា Soul គាត់ឆ្លាតមានបៃតងជិតនឹងមួយបៃតងតាមកាត់ បាទ ចុងមិញមានអីតែគាត់ឃើញគាត់ក្រែឡាទីអូចុងគាត់បានវាយទៅមកកោណាដាច់ តែកុំភ្លេចជាមួយនឹងចៅគាត់ផ្ទះនៅខាងលើណាឡតនេះអាចតែគេឲ្យឡតនេះអាចគេឲ្យតែសារគេមានជាមួយនឹងភាសាតែយ៉ាងណាមិញជាមួយនឹង Wiki បាន Switch Push T2 Thread នៅផ្លូវ Top Lane អាចមានការយកដែរមួយកញ្ញាណាជាមួយនឹងឡតទី1ក៏ free ទៅលើសមាជិករបស់ CSO យកជាមួយនឹង T1 Thread នៅផ្លូវ Midland កាត់ Dancer ជាប់ខ្មោចក្រាកទេដេញបុកជាមួយនឹងអ្នកណាគេចេះបុកទៅលើ C-Cat យកទៅដល់ C-Cat មានចាប់រួចកញ្ញាណាអាយ៉ា C-Cat អូ C-Cat ចំ C-Cat មានចាប់អត់ C-Cat មានចាប់ឬមួយក៏មិនមានចាប់ឡើយទេអាយ៉ាជាមួយ C-Cat គេដេញបាយអូ C-Cat មានរឿងឲ្យចែកឯងមកជាមួយនឹងខាងក្រៅមានការបោកបាយ Brandc អត់មាន damage follow up ទេជាមួយនឹងការបោក pick out យកតែដល់មកបងលើ Brandc ក៏មិនឈឺនោះដែរអូសុក C-Cat ប្រើចាប់ពេលណា ប្រហែលជាពេលចេញពីផ្ទះ អូ my ដើម្បី god rotation ឲ្យលឿន អត់ដឹងដែរទេបាញ់គឺมันមានចាប់ប្រើទេគេដេញបាយទៅដាច់តែយ៉ាងណាវិញទៅទប់ឡសិនឡកំពុងរបស់ក្រោម Go Super មានកំពុងតែច្រើនគេនឹងនាំមកលុយច្រើនដូចគ្នា អូយមិញខាតខ្លាំងសម្រាប់ខាង CU Soon មិញចំណេញណាបាទសម្រាប់ខាង Galaxy Legend មិញសំបីតែC-Cat គាត់ចង់
ប្រើជាមួយនឹង Element ហ្នឹងដើម្បី clear ជាមួយនឹង Midland ដើម្បីកុំឲ្យ Light Midland ហើយ Light ជាមួយនឹង Terrain ហើយ Light នឹងជីវិតទៀត បាទបច្ចុប្បន្នជាមួយ T2 នៅផ្លូវ Midland ក៏មានការ defend ពីសមាជិករបស់ Galaxy ល្អខ្លាំងមែនតើតែ Lord នេះដូចជា clear ហើយបាទហើយបាទ Lord នេះដូចជាលឿនខ្លាំងមែនតើតែ Super Minion សល់តែមួយវេទៀតតែប៉ុណ្ណោះចាំមើលអាចនឹងយកបាន T2 នៅផ្លូវ Midland ដែរមួយក៏យ៉ាងណាបច្ចុប្បន្នជាមួយនឹងការ Event Orange បើកជោគជ័យដូចគ្នាការលេខ 4K Gold PC you soon បាទប៉មធំអត់បានទេតែបានជាមួយនឹងប៉មទូច1 2ដូចគ្នានឹងការ farm នឹងបិទមកកណោផងដែរ បាទ Ryzen កំពុងតែមានខ្លាំងមែនទេបាទអញ្ចឹងអ្នកនរគ្នាអាចមកទស្សនាការប្រកួត MPL របស់យើងនៅឯរោងកុន Legend Cinema នៅឯ Olamshire បាទជាន់ទី6បាទអត់តាន់បបហាច់ស្តាទេភ្លាមជាមួយនឹងការត Ultimate ពី CCat Brand City ក្រៅកតេមកមួយស្មារទេជាមួយនឹងការបាំងខ្មោចពី Shadow ទៀតជាមួយនឹង Pop បំនេះក៏មានការ invest ជោគជ័យពី CU0 ដែរនោះចាប់ផ្ដើមទទួលអារម្មណ៍ Vibe Brand TC អត់ឈឺ វាយអត់ចូលបាទវាយអត់ចូល វ៉ាហើយ Hero ដែលមាននិស្ស័យពាក់ item ដែល C ឈាមជា200 Creature ណាតែពាក់ដើមខ្មៅ No អញ្ចឹងអ្នកដែលមាននិស្ស័យពាក់ Wishing Lantern មាន CCat តែ CCat Hero ប្រើ skill ណាអញ្ចឹងយូរតែបានមួយវាមិនមែនជា skill ដែលតែបានរហូតដូចជា Vibe អីសំខាន់រូបភាពបាញ់មិញគឺយើងបានឃើញសម្រាប់ brand TC គឺគាត់បានបញ្ចេញ100បន្ទុករបស់គាត់ហ្មងគឺគាត់បិទទៅលើផាសារាល់ពេលដែលគាត់ឃើញផាសាដាក់ Ultimate គឺគាត់បើកជាមួយនឹងកាត់ទេការដានសា Flicker បុកបោកបានហើយចាប់បាននឹងអយយ៉ាយ៉ាងម៉េចចេះបាទមកមិនការបុកអាស៊ីរាយកទៅនឹងដាច់អាស៊ីរាមួយពេលោកមកខោបហាក់ដូចជាយឺតស្លាប់តែងារមើលជាមួយខាងក្រោយបាំងពីរនាក់កាដានសាបាត់បង់ជីវិតដូចគ្នាប៉ុន្តែជាមួយអាសបចុងលើ Ryzen សាដូដែលមែនជីកតលើ Brand TC អាយ៉ា Brand TC បុកបាយជាមួយយ៉ាងណាតែអត់មានមែនទេភ្លាមមួយគីជាភពដើម្បីជួយលើសាដូតែលេងកំឡោះបោះស្មៅគុំឈឺកែននៅតែដល់ថយវិញដូចគ្នាអូយអត់មានកោអស់កោបាត់ហើយតែមិនហោ communication បាយណាពួកគាត់ណា Brand TC អាចនឹងតាន់ជាគីឡូចង់តែម៉េចនឹង80%ទល់នឹង100%នឹងខុសគ្នា20%ហៅវាយបង្រួមដែរតែមើលទៅចុះមិនកើតទេមានអារម្មណ៍ថាពេស្រកលឿនជាងអី Brand TC ស្រកលឿនជាងបាទអូយស្គួតបាទហើយធីបបាទយើងបានឃើញដែរសម្រាប់ Golden មកគឺសម្រាប់Soul បាទលើទៅលើ Wiki 1000 Gold ទេបាទប៉ុន្តែនោះRyzen លើកបាន2K លើក 2K ច្រើនណាស់វ៉ាវអូយចាំងកទៀតតែហ្គេមនេះបើយើងនិយាយទៅភាគរយឱកាសនៃការ comeback របស់ Galaxy នៅមានហ៎បងអាចភាគរយនិយាយទៅសាច់ហ្គេមនេះអាច45-65បាទ45-55បាទ65ហើយយ៉ាងស៊ីខេតបោះមកចំពីអាសារាក្រាកទេដើម្បីជួយយកជាមួយនឹង Lord នេះយកតែម្ដងភ្លាមជាមួយនឹងការតអាត់មែនហូលើសូងារមើលជាមួយលេនមកជាមួយនឹងការបោះស្មាមកតែមានការ cover គ្នាដូចនេះប៉ុន្តែពីសមាជិករបស់សេសូការបោះកោររំលាក់ទៅលើអាស៊ីរាយកតែម្ដងខ្ញុំការ fix file បុកជាងតែនៅតែមិនដាច់លើអាស៊ីរាងារមើលជាមួយសាដូជីកោអត់មានអ្នកវាយទេសាដូជីកោអត់មានអ្នកវាយទេបោះស្មាចំលើ Ryzen ការកោររំលាក់យកតែម្ដងជាមួយនឹងលេនបុកលើ Ryzen អីយ៉ាសំឡៃតែម្ដងជាមួយនឹងការដកថយមកខាងក្រោយដាច់ទៅលើស៊ីខេតក៏ដូចជាលេន3អ្នកភ្លាមញ៉ាំតែម្ដងជាមួយ Triple K ចង់លើ Soul បាទហើយ Soul វាយដល់មកភ្លាមគណៈពេលខាងក្រោយទាន់ពេលវេលាទៅជាមួយនឹងការខោទៅទី2 Wiki អូយមកកន្លែង3មីនីបន្ថយខ្លាំងមែនទែនបាទចឹង Lord គឺចូលជាមួយនឹង C0 នឹងបុកជាមួយនឹង Lord តើ Lord មីនីនឹងអាច respond បន្ទប់ទាន់ដែរទេហើយអាចនឹងការតន់ទៅមួយក៏យ៉ាងណាភ្លាមជាមួយ T-Stream Play Midland មានការក្រាកទេចង់សេចជួយយកជាមួយ T-Stream Midland ពីសមាជិករបស់ C0 បាក់ Ultimate ជាមួយសាដូជីកឬជីកអ្នកណាគេជាមួយសាដូអត់មានឲ្យជីកទេសាដូគេគេវាយតែជាមួយការវាយការតន់ការតន់ជាមួយការ Ultimate cover នៅពី CK មីញៀន Midland ក៏ម្ដងមីញៀនដល់ដែរមួយយ៉ាងមានការដកថយឡត់បន្តម្ដងតែភ្លាមជាមួយសមាជិក4ទល់នឹង5តែម្ដងមើលជាមួយនឹង Ultimate របស់ CK ក៏នៅ cool down ដូចគ្នាប៉ុន្តែសមាជិករបស់ C0 អាចបញ្ចប់ហ្គេមនេះដែរមួយយ៉ាងណាជាមួយការគប់ខ្មោចចំលើគេតែមីញៀនមកដល់ហើយមីញៀនសមាជិករបស់ Galaxy ក៏បន្តមកដល់ដែរភ្លាមមានការលោតវាយតែយកតែដល់ជាមួយនឹងចៃចំណាហ្គេមទី2បានលើ See you soon បាទផ្ទះបាត់ហើយស្ប៉ាជា2ហើយ